ประมาณខែកន្លងផុតទៅហើយតាំងពីខ្ញុំបានរត់គេចពីព្រៃស្ដូបកាលពីលើកមុនអ្វីដែលគួរចាប់អារម្មណ៍គឺថាអាកប្បកិរិយារបស់មនុស្សគ្រប់រូបចំពោះដើមតូចបានផ្លាស់ប្ដូរបន្តិចម្ដងហើយប្រែទៅជារឿងព្រេងអាត់កំបាំងប៉ុន្តែខ្ញុំបានសម្របខ្លួនបន្តិចម្ដងទៅនឹងជីវិតខាងវិញ្ញាណនៃបកខាងក្រៅហើយស្វែងរកបេសកកម្មរបស់ប៉ាដែលមិនសូវមានគ្រោះថ្នាក់នោះគឺការដាំដើមឫស្សីទោះបីជាមូលដ្ឋានយុទ្ធសាស្ត្ររបស់ខ្ញុំបានឈានដល់កម្រិតទី4នៃដំណាក់កាលបង្រួមឈីក៏ដោយប៉ុន្តែជំនាញអមតៈគឺគ្មានការរីកចម្រើនទាល់តែសោះរហូតដល់ថ្ងៃទី98នៃយប់មួយនេះពំនូលរបស់ទូប្រុសយើងចប់ហើយយើងក៏បានឃើញថាគេកំពុងតែវឹកហាត់យុទ្ធសាស្ត្រនោះឯងបើសិនជាអ្នកចង់បានស្បែកស្អាតជាងមុនអ្នកត្រូវតែធ្វើឲ្យសាច់ដុំហើយនឹងឆ្អឹងរបស់អ្នករស់នៅដំបូងបន្ធូរហើយបន្ទាប់មករឹតបន្តឹងម្ដងទៀតបន្ទាប់មកត្រូវតែបន្ធូរហើយយើងបានឃើញថារាងកាយរបស់សៅឈុនរបស់យើងនេះចាប់ផ្ដើមប្រេះចេញនូវពន្លឺពណ៌ត្រួយចេញរាងខ្ចីផងនិងពន្លឺដូចជាភ្លើងឆេះផងការវឹកហាត់ចង់ឲ្យឆ្អឹងរបស់ខ្លួនរឹងមាំហើយសាច់នៅតែក្មេងជាងវ័យនោះគឺមិនមែនជារឿងងាយស្រួលនោះទេយើងបានឃើញថាទូប្រុសយើងពិតជាឈឺចាប់មែនទែនពេលវេលាមួយយប់ក៏បានកន្លងផុតទៅពេលព្រឹកព្រហៀមថ្ងៃរះស្រាងយើងបានឃើញថាសម្បុកដង្កូវក៏ញាស់ចេញជាមេអំបៅឲ្យចុះសៅឈុនទូប្រុសរបស់យើងវិញតែយ៉ាងម៉េចដែរគឺអន្តិតនេះនៅដេកស្ប៉ាមនៅកន្លែងនោះឯងគ្រាន់តែភ្ញាក់ភ្លាមគោពោះគ្រូកហើយបើនិយាយពីឃ្លាននឹងវិលមុខតែម្ដងមិនដឹងថាដែររកអ្វីធ្វើជាម្ហូបនោះទេសម្លឹងមើលអ្វីមួយទំនងជាងគេឲ្យតែថាខ្ចីគឺអាចហូបបានក៏ឃើញដើមឫស្សីខៀវក៏មកខំតែម្ដងទៅដល់អញ្ចឹងទើបគេនឹកឃើញថាបរោះចំណាស់មកពីសាលាកំពីនោះគឺពិតជានិយាយត្រូវពិតមែនការវឹកហាត់វិជ្ជាសិលមួយនេះគឺនឹងធ្វើឲ្យគេមានភាពស្រេកឃ្លានខ្លាំងណាស់វាពិតជាធ្វើឲ្យមនុស្សធម្មតាគឺមិនអាចទ្រាំបានឡើយគិតដល់ចំណុចនេះខឹងអាមន់ដែលបានយកថ្នាំគេនឹងតែម្ដងអាកាឡាគេត្រូវជោគជ័យក្នុងការវឹកហាត់វិជ្ជាសិលដោយអាថ្នាំទេពនឹងបែរជាអាមន់ចង្រៃយកនឹងមកយករបស់យើងកូនប្រុសមានគំនុំត្រូវតែសងសឹកគិតដល់ចំណុចនេះក៏វាយគល់រស័យផឹងឯងត្រូវតែសងតម្លៃនេះឲ្យយើងអាមន់ចាំមើលចុះហ่าយប់នេះខ្ញុំនឹងប្រើទម្លាប់ដែលខ្ញុំធ្លាប់ប្រើពីក្មេងខ្ញុំនឹងឲ្យពួកអាសត្វបាសេទាំងអស់ឯងវិនិច្ឆ័យនៅក្នុងឆ្នាំងរបស់ខ្ញុំនៅយប់នេះទស្សនភាពនៃខ្សែរឿងរបស់យើងក៏កាត់មកពេលយប់ចំការមន់លេងវៃនៅលើភ្នំសៀងយន្តយប់ទៅហើយមន់នេះមិនព្រមដេកទេអ្នកទាំងអស់គ្នាសាឈុនរបស់យើងបានបោះកណ្ដូបសបនិមិត្តមួយពេញឆោតវាតែម្ដងស្ទាយរបស់សាឈុនគឺដូចជាបបក់អង្កែបអញ្ចឹងហើយលទ្ធផលចុងក្រោយទូប្រុសរបស់យើងក៏ចាប់បានអាអ្នកយាមមន់ឮសំឡេងមន់យំដែរខំនាំគ្នាមកប៉ុន្តែមានមកទាន់ឯណាថ្ងៃបន្ទាប់ហេតុការណ៍បាត់មន់ក៏ត្រូវបានគេប្រកាសគ្រប់គ្នាខ្ញុំមានរឿងចង់ប្រកាសមន់កន្ទុយវិញ្ញាណរបស់លោកគ្រូលីឈីងហូត្រូវបានបាត់បង់ក្នុងបរិមាណច្រើនស្បែកមន់និងសាច់អាចប្រើជាថ្នាំបានរោមកន្ទុយគឺជាវត្ថុធាតុដើមនៃភ្លើង3ពណ៌វាមានតម្លៃខ្លាំងណាស់ប៉ុន្តែចៅលួចមន់អាចលួចបានរាប់សិបក្បាលក្នុងមួយយប់កំឡុងពេលហ្នឹងចៅលួចមន់ក៏បានដើរកាត់តែម្ដងដល់ដើរកាត់លើគេនិយាយពីរឿងហ្នឹងចាប់ផ្ដើមភ័យហើយសំខាន់ត្រូវបានមនុស្សជុំវិញខ្លួននិយាយជេរប្រមាថមាក់ងាយពីនឹងឯងហើយអ្នកប្រកាសនាងក៏បន្តប្រកាសទៀតថាលោកគ្រូគាត់កំពុងតែជួលសមាធិដូច្នេះគាត់មិនទាន់ដឹងរឿងហ្នឹងនៅឡើយនោះទេក្នុងនាមជាសិស្សផ្ទាល់ម្នាក់ខ្ញុំនឹងព្យាយាមអស់ពីសមត្ថភាពដោះស្រាយចំពោះរឿងនេះខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នាអាចសហការជាមួយនឹងខ្ញុំដើម្បីចាប់អាចោលលួចមន់មួយនេះគឺជាបន្តោងយក់ដែលបាននៅជាមួយខ្ញុំអស់ជាច្រើនឆ្នាំបាននរណាម្នាក់អាចចាប់ចោលនេះបានខ្ញុំនឹងប្រគល់វាឲ្យទៅអ្នកនោះម្នាក់ស្រីនោះក៏បានលើកដៃស្រែកឡើងថាគេថែមទាំងហ៊ានលួចមន់របស់មេដឹកនាំទៀតផងអាចោលលួចមន់អ្នកផ្សេងក៏ស្រែកដែរហើយអាចោលលួចមន់មិនថាឯពួននៅទីណាទេយើងនឹងចាប់បែកនោះគេដកដើមមកឆ្វាច់ឲ្យតែខ្ញុំចាប់គេបានខ្ញុំនឹងពិន័យគេដោយផ្ទាល់ដៃចៅសិនឈីនឹងក៏បានថាអរគុណអ្នករាល់គ្នាឲ្យទូប្រុសយើងចាប់ផ្ដើមគិតហើយអាយ៉ាស្ថានភាពគ្រប់គ្រងលេងបានហើយខ្ញុំមិនអាចបន្តបែបនេះបាននោះទេអូមែនហើយបើអញ្ចឹងនោះយើងល្អគួរតែធ្វើបែបនេះអញ្ចឹងហើយគេក៏បានស្រែកហៅហ្មងសិស្សច្បងចៅបែសេឈុនគឺជាម្នាក់ស្រាប់តែពេលនោះមានអ្នកនិយាយកាន់សិស្សច្បងចៅគ្រាន់តែបែងចែកកន្ទុយរបស់សត្វមន់ខាងវិញ្ញាណជាក្រុម3ឬ5ទៅហើយដាក់សញ្ញាលើពួកវាដាក់វានៅក្រោមការយកចិត្តទុកដាក់របស់សច្ចាំងផ្សេងគ្នាបន្ទាប់មករាប់នៅចំនួនទាំងនោះអ្នកណាក៏ដោយដែលធ្វើឲ្យសត្វមន់កន្ទុយទេពស្លាប់នោះគឺច្បាស់ជាចោលជាមិនខានសៅឈុនយើងមួយមកតែម្ដងចំអាគាត់នេះមកពីណាហ៊ានលួចនៅវិធីសាស្ត្ររស់របស់យើងតាំងពីក្មេងមកបែបនេះណោះសង្សារគាត់នឹងកាលមុនជាចោលលួចមន់ដូចខ្លួនហើយគេក៏គិតឃើញវិធីមួយដែរថាល្អណាស់រួចក៏និយាយទៅមិនត្រឹមត្រូវទេគិតវាច្បាស់តែមើលប្រសិនបើអ្នកម្នាក់ពិតជាបានបាត់មន់ដោយចៃដន្យនោះយើងមិនចាប់បានចោលលួចមន់ខុសទេគ្រប់គ្នាក៏ថាមែនទៅវិញនិយាយមានហេតុផលទូប្រុសក៏បន្តទៀតថាប៉ុន្តែពិរុទ្ធជនពិតប្រាកដគឺធំហើយដែលមិនត្រឹមតែខូចចិត្តប៉ុណ្ណោះទេភ្នំសៀងយ័ន្តក៏នឹងបង្កគ្រោះថ្នាក់ដល់មនុស្សគ្រប់គ្នាចាប់ពីពេលនោះមកប៉ុន្តែគ្រប់គ្នាហេតុអីបានជា
យើងមិនរួបរวมគ្នាវិញគ្នាជាធ្លុងមួយស្រាប់តែពេលនោះលោកយាយម្នាក់គាត់ក៏បានលើកឈើច្រត់គ្រប់ត្រូលហើយទូប្រុសយើងមកកេះកូនងាក៏គ្រប់ត្រូលដែរសៅឈុនក៏បន្តទៀតថាបង្រួបបង្រួមកម្លាំងទាំងអស់ដែលអាចរួបរวมគ្នាបានដើម្បីបង្កើតក្រុមឲ្យសិស្សច្បងជើចាប់ចោលតាំងពីខ្ញុំនៅក្មេងមកខ្ញុំបដិញ្ញាចិត្តថានឹងកំចាត់មិនឲ្យចោលលួចមាន់មានវត្តមាននៅក្នុងភូមិនោះឡើយគាត់នោះក៏បានថាចំចាយចង់នេះគឺពិតជាលឺពេកហើយក៏បានធ្វើគំនិតនេះគឺល្អណាស់ខ្ញុំមានឆន្ទៈធ្វើជាមេក្រុមតែវាគឺជាគំនិតរបស់សៅឈុនចៅសុជីក៏បានឲ្យទូប្រុសយើងធ្វើជាមេក្រុមតែម្ដងដែលប្រគល់នៅបូចងសក់មួយរបស់នាងធ្វើជានិមិត្តរូបឲ្យគេតំណាងថាជាមេក្រុមនោះឯងអាគ្នាកំពុងតែរោមិនតិចស្រីស្អាតឲ្យបូចងសក់ស្រាប់តែមានអប៉ែនោះគេលន់មាត់មកត្រូវហើយគំនិតនេះបើយើងធ្វើវាដើម្បីចាប់អាចដៅទូចនោះក៏ល្អដែរចៅស៊ិនឈីនាងក៏បានថាមិនបាច់រំលឹកពីវានោះទេកិច្ចការរបស់ចៅស៊ិនឈីខ្ញុំមិនបាច់ពាក់ព័ន្ធជាមួយអ្នកដទៃឡើយមានសិទ្ធិដែលមានទេពកោសល្យម្នាក់ទៀតនៅក្នុងបឋានជាវគឺជាពរជ័យទៅវិញទេចៅស៊ិនឈីដោយសារតែនាងគឺជាស្រីស្អាតហើយមានគំនិតបើកចំហបែបនេះប្រុសណាមិនស្រឡាញ់ទេពចម្លែងចំណែកសាច់ឈុនរបស់យើងវិញគេរើសក្រុមរបស់គេគឺរើសតែអ្នកក្រោមកម្រិតទី4ចុះក្រោមតែប៉ុណ្ណោះម្នាក់ប្រកាសខ្លួនសុំចូលរួមរូបភាពនៅខ្សែរឿងរបស់យើងកាត់មកឈុតបន្ទាប់យប់នេះទូប្រុសរបស់យើងកំពុងតែធ្វើសកម្មភាពលួចមាន់ទៀតហើយវិធីសាស្ត្ររបស់គេគឺដដែលគេក៏ចាប់បានមាន់មួយស្រាប់តែពេលនោះលឺសំឡេងសិស្សច្បងជើតែម្ដងធ្វើឲ្យខ្ញុំខកម្ដងខ្លាំងណាស់ខ្ញុំដើរល្បាតតាមភ្នំមិននឹកស្មានថាឃើញទិដ្ឋភាពបែបនេះឡើយសៅឈុនរបស់យើងដល់អញ្ចឹងទៅភ័យខ្លួនហ្មងគិតថាគេចាប់ខ្លួនបានហើយខាងស្រីចេះតែនិយាយស្ដីឲ្យអញ្ចឹងទៅអាគាត់នេះគិតតែម្នាក់ឯងខ្ញុំមើលទៅគេរកឃើញហើយគេដេញចេញពីភ្នំហើយផ្លូវជីវិតអមតៈរបស់បៃស៊ីឈុនត្រូវបំផ្លាញដោយសារតែពួកសត្វមាន់ស្ថានភាពពេលនេះមានតែសង្វរឲ្យសិស្សច្បងជើយកដៃដែលមានតម្លៃរបស់ខ្ញុំតែប៉ុណ្ណោះក៏យកមាន់លុតជង្គង់បិទភ្នែកហ្មងសុំទោសផងសិស្សច្បងជើធ្វើឲ្យសិស្សច្បងខកបំណងហើយតែដល់មើលចំទៅឃើញថានាងស្ដីបន្ទោសឲ្យអាអ្នកផ្សេងនោះទេពួកហ្នឹងគឺវាមកយាមមាន់តែវានោះនេះដេកដល់អញ្ចឹងទៅនាងក៏បានងាកមកកាន់គេហើយក៏បានសួរទៅសិស្សប្អូនប៉ៃទូប្រុសយើងគេក៏បានតម្លាក់មាន់ខ្វាច់ហើយក៏បានថាខ្ញុំនៅតែយឺតមួយជំហានចាប់ចោលលួចមាន់អត់បានទៀតអ្នកណាទៅគិតថាខ្ញុំលះបង់ការវឹកហាត់ពាក់កណ្ដាលយប់របស់ខ្ញុំដើម្បីមកការពារប៉ុន្តែខ្ញុំនៅតែបាត់អាចោលលួចមាន់នឹងដដែលគេខំខ្វល់អាចមាន់យកមកក្តៅមាត់គេហើយក៏ក្អកទៅរបួសខាងក្នុងរបស់ខ្ញុំពិតជាធ្ងន់ខ្លាំងណាស់វាគឺទទួលបានមកពីអាចោលលួចមាន់មុតនេះចៅស៊ិនឈីនាងក៏បានឲ្យទូប្រុសយើងក្រោកឡើងមកប៉ុន្តែទូប្រុសយើងគេបានលើកអាដៃប្រឡាក់អាចមាន់ថាមិនបាច់ទេក្នុងនាមជាប្រធានក្រុមចាប់ចោលលួចមាន់ខ្ញុំលោកប៉ៃបានធ្វេសប្រហែសចំពោះការខូចខាតមួយនេះបានបណ្ដោយឲ្យអាក្មេងទំនើងលួចចូលបានថែមទាំងឲ្យគេវាយប្រហារបានទៀតចៅស៊ិនឈីក៏បានមើលទៅកាន់ពួកអ្នកយាមនោះនាំគ្នាមិនហ៊ានតមាត់ស្អីនោះទេបន្ទាប់មកនាងក៏បានលើកទូប្រុសយើងមកសិស្សប្អូនប៉ៃក៏បន្ទោសខ្លួនឯងឯងបានធ្វើកាតព្វកិច្ចរបស់ឯងរួចហើយអ្នកដែលគួរបន្ទោសគឺអាចោលលួចមាន់នោះទេហើយវាខ្លាំងជាងឯងទើបលំបាកក្នុងការចាប់ពួកវាណាហើយចោះយប់នេះខ្ញុំបានដើរឃ្លាំមើលទូទាំងភ្នំហើយរាល់កសិដ្ឋានមាន់ទាំងអស់មានតែឯងទេដែលបំពេញតួនាទីបានល្អជាងគេថែមទាំងត្រូវចោលលួចមាន់នោះវាយឆ្មក់ទៀតលួងលោមទៅមាត់មិនអស់ចិត្តនោះទេលើកទឹកចិត្តទូប្រុសយើងក៏បានឲ្យបន្តោងយករបស់នាងទៅកាន់គេផងដែរទូប្រុសយើងគេក៏បង្ហាញភាពស្មោះត្រង់គេសិស្សច្បងជើខ្ញុំនឹងព្យាយាមចាប់អាចោលលួចមាន់នោះឲ្យទាល់តែបាននាងក៏បានថាមិនបាច់ប្រញាប់នោះទេពេលនេះឯងមានរបួសសម្រាប់ព្យាបាលទៅហាកូនចៅម្នាក់នឹងក៏បានគ្រាទូប្រុសយើងចឹងទៅទូប្រុសយើងគេធ្វើដូចជាគេរបួសធ្ងន់ណាស់ចឹងដើររួចទេចៅស៊ិនឈីនាងមិនត្រឹមតែថាលើកទឹកចិត្តទូប្រុសយើងនោះទេសូម្បីតែនៅក្រៅខ្នងក៏សរសើរពីភាពស្មោះត្រង់របស់គេដែរគុណធម៌សច្ចធម៌អីចឹងទៅថាក្នុងបរិមានសិស្សដូចជាគេច្រើនគឺច្បាស់ជាល្អយ៉ាងណានោះទេប៉ុន្តែការពិតពីមួយយប់ទៅមួយយប់ទូប្រុសយើងធ្វើដូចជាស្រែកឲ្យគេដេញចាប់ចោលនោះចោលទៅខាងនោះនោះនេះទៅលួចមាន់ចោលនៅខាងនោះនោះនេះទៅលួចមាន់ហើយយើងក៏បានដឹងអំពីអត្ថប្រយោជន៍របស់មាន់នឹងហើយអញ្ចឹងកាលណាបានធ្វើហូបរាល់យប់អញ្ចឹងកម្លាំងគេក៏វាកើនទ្វេដងដែរមួយថ្ងៃព្យាយាមណាស់ដេញចាប់ចោលផងធ្វើលបងផងអីអញ្ចឹងទៅប៉ុន្តែមាន់វានៅតែបាត់មិនឲ្យបាត់យ៉ាងម៉េចបាទអ្នកធ្វើលបងនឹងហើយគឺជាចោលនោះហើយរាល់ថ្ងៃគេតែងតែយកឆ្អឹងមាន់នឹងមកកប់នៅក្នុងព្រៃឫស្សីក្បែរផ្ទះគេរហូតយប់នេះផងដែរគេមានអារម្មណ៍ថាមិនសប្បាយចិត្តនោះទេដោយសារតែក្នុងចំការមាន់គឺនៅសារតែកូនមាន់ប្រហែលក្បាលម្លោះឲ្យអស់របស់ឆ្ងាញ់អញ្ចឹងទៅនឹកឃើញទៅដល់ផ្ទះបាយនឹកឃើញសិស្សច្បងទាំងអស់គ្នានៅទីនោះគឺមានរបស់ហូបគ្រប់គ្រាន់មិនចាំបាច់លួចមាន់គេក៏មានរបស់ហូបបើកម្លាំងដែរដល់ទៅនឹកឃើញសិស្សច្បងរបស់ខ្លួនបែបនេះដូចជាចង់សុំកលុំគ្នារស់ស៊ីចកាមាន់កសិដ្ឋានមាន់នៅកំពូលភ្នំរបស់សិស្សច្បងម្ដងកន្លែងនេះមិនដឹងថាគេស្រមៃឬមួយក៏គេបានសុំកលុំគ្នាហើយឬក៏អត់នោះទេអត់មានអត់ដឹងអត់ជាស្រ័យប៉ុន្តែពាក្យសម្ដីរបស់សិស្សច្បងទាំងអស់ដែលគេសម័យឃើញនោះគឺសុទ្ធតែយល់ព្រមឯកភាពឲ្យគេជួយលួចមាន់គេសរសើរទេពកោសល្យទូប្រុសយើងដែលមានទេពកោសល្យលួចមាន់ពួកគេចង់វឹកហាត់ផងចង់ស៊ីសាច់មាន់ផងតាមពិតគឺជាការពិតនឹងឯងឥឡូវនេះគឺថាពាក្យចាមរាមផ្អើលពេញប្រទេសកំពូលភ្នំជីងទីងកំពូលភ្នំជីងហ្វឹងសិតតែមានចោលលួចមាន់ទាំងអស់ដោយសារតែបានស៊ីសាច់សត្វវិញ្ញាណដែលមានអត្ថប្រយោជន៍ចំពោះរាងកាយរបស់គេផងនោះអញ្ចឹងការវឹកហាត់របស់គេគឺលូតលាស់រហូតហ្នឹងមួយថ្ងៃហាត់សមាធិផងហាត់ក្បាច់គុណផងអីចឹងទៅស្រាប់តែយប់មួយនោះកំពុងតែហាត់នៅក្នុងព្រៃឫស្សីស្រាប់តែស្លឹកឫស្សីមួយបានត្របាញ់មករកគេហើយក៏បានត្រូវដៃអើរបស់
គេរហែងប៉ុន្តែស្លឹករស្មីនេះបានប៉ះដើមរស្មីឡើងដាច់តែម្ដងមានការលោភឆ្មាក់បែបនេះទូប្រុសយើងក៏ស្រែកទៅអ្នកណាគេហ៊ានលោភឆ្មាក់វាយប្រហារលោកតាប៉ៃរបស់ឯងផងឆាប់បង្ហាញខ្លួនភ្លាមមកប៉ុន្តែគេមិនបានឃើញឃាតករអីនោះទេសំខាន់ត្រចៀករបស់គេបានលឺស្នូនៃការវាយប្រហារគេក៏បានព្យាយាមកិច្ចចំពោះការវាយប្រហារនេះគ្មានអាវុធសម្ងាត់ស្អីទេគ្រាន់តែជាស្លឹករស្មីតែប៉ុណ្ណោះប៉ុន្តែឥទ្ធិពលរបស់វាគឺដាច់ដើមរស្មីឡើងរេលតែម្ដងទូប្រុសយើងក៏ថាខ្ញុំយឺតដល់ហើយមើលទៅមួយរយៈនេះសារតឡើងគីឡូពេកហើយគេខំពួនរមើសត្រូវរបស់គេដែរប៉ុន្តែរកមិនឃើញនោះទេក្រោយមកទៀតស្លឹករស្មីក៏បានត្របាញ់មកគេទៀតអញ្ចឹងគេកិច្ចលេងតន់ហើយឆ្វាច់ផ្អើលអស់ហើយលទ្ធផលយើងបានឃើញថាដើមរស្មីដាច់ខ្ទេចឯសាវជនរបស់យើងក៏រកឃើញថាខ្លួនអត់មានរបួសនោះទេដាច់តែអើតែប៉ុណ្ណោះគេក៏សប្បាយចិត្តថាខ្លួនគេគឺរឿងជាងអណ្ដើកទៅទៀតភ្លាមនោះលោកគ្រូលីក៏បានបញ្ចេញសម្លេងមកឯពិតជាអាចជួសជុលស្បែកអមតៈចូលទៅក្នុងអាណាចក្រនៃស្បែកដែងមានទុកលំបាកច្រើនពេកហើយដល់គេងាកមកឃើញលោកពូលីគេក៏បានហៅលោកពូលីហើយទឹកភ្នែកគេក៏បានយំមកច្រោកទឹកភ្នែកជាទម្លាប់របស់គេគឺលុតជង្គង់មកដូចជាកំសត់ណាស់អញ្ចឹងមកអបជើងលោកពូលីសុំសេចក្តីអាណិតនោះឯងប៉ុន្តែគាត់មិនឲ្យគេចាប់នោះទេគាត់ក៏បន្តថាយើងចង់ដឹងខ្លាំងណាស់ដំណាក់កាលដំបូងនៃភាពជាប់បានយូរជាអមតៈបន្ថែមពីលើការឈឺចាប់នៃការកើតជាថ្មីប៉ុន្តែក៏ត្រូវទ្រាំទ្រនឹងភាពស្រេកឃ្លានដែលមានចំនួនទ្វេដងជាមធ្យមបែរជាអាចធាត់ដល់ថ្នាក់នេះតើឯងអាចធ្វើវាបានដោយរបៀបណាលបងយើងគេក៏បានសាយហើយក៏បានថាខ្ញុំឃ្លានខ្លាំងពេកហូបទំពាំងហូបរស័យអញ្ចឹងទៅគាត់ក៏បានសួរដេញជើងគេតែម្ដងអញ្ចឹងសូមប្រើដើមរស័យដែលបណ្ដុះពីមុនកន្ទុយវិញ្ញាណឬបែបនេះបែកញើសស្រាក់ហើយក៏បានឆ្លេះបដិសេធឡើងលឿនថាគេអត់បានធ្វើនោះទេលោកពូមានការយល់ច្រឡំហើយធ្វើមិនខ្ញុំហ៊ានយកមន់លោកពូទៅគាត់ខឹងមែនតែនឯនៅតែហ៊ានប្រកាយទៀតក៏បានប្រាយុទ្ធសាស្ត្ររបស់គាត់ធ្វើឲ្យឆ្អឹងមន់ដែលគេបានកប់ទាំងអស់នោះប៉ើងឡើងលើអណ្ដែតមកថ្មោលនិយាយពីតែឆ្អឹងមន់ពេញព្រៃឫស្សីតែម្ដងលោកពូលីខឹងគេមែនតែនប៉ុន្តែមិនដឹងថាយកអ្វីមកនិយាយនោះឡើយអ្វីដែលទូប្រុសយើងអាចធ្វើបានត្រឹមតែធ្វើមុខមុនស្នេហ៍នឹងគួរអាណិតលោកពូលីខ្ញុំខុសហើយមានឯណាស្រែកផ្អើលភ្នំតែម្ដងជួយខ្ញុំផងពូលីចង់សម្លាប់ខ្ញុំពូលីគឺជាឃាតករចង់សម្លាប់កូនក្មេងហើយយើងក៏មិនដឹងថាគាត់យកគេទៅណាដែរឃើញហោះស្ទុយទីបំផុតលទ្ធផលក៏បានឲ្យយើងឃើញគឺគាត់យកគេមកច្រឡងពោះ 10000 កាលបានមកដល់ហើយគឺតម្លាក់គេដាក់ចូលក្នុងច្រឡងនឹងតែម្ដងធ្លាក់មកសន្លប់រឿងចងល់ដល់ពេលដឹងខ្លួនឡើងម៉ែពោះដេញចឹករត់ប្រះអាយុហើយស្រែកផ្អើលជ្រ